ចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរត្រង់អាដាមលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងសូមគោរពមេដាបេដាសិស្សនិងអាណាព្យាបាលសិស្សជាពិសេសលោកគ្រូអ្នកគ្រូមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះគឺនាងខ្ញុំស្ថាបនិក JC56 ជូនតាមសំណូមពរនៅមេដាបេដាសិស្សមួយចំនួនដែលគាត់តែងតែមានទុកកង្វល់ជាច្រើនជាពិសេសផងដែរនៅក្នុងប្រធានបទថ្ងៃនេះគឺវាជាចំណាយក្នុងការជួយដល់លោកគ្រូអ្នកគ្រូដែលចង់បំពេញបន្ថែមចានៅគ្រូសាស្ត្រនិងចិត្តវិទ្យាចិត្តសាស្ត្រក្នុងការបង្រៀនសិស្សហើយមេដាបេដាសិស្សដែលមានបំណងប្រាថ្នាចង់បង្រៀនសិស្សដោយខ្លួនឯងបង្រៀនកូនដោយខ្លួនឯងក៏អាចបានដែរចានៅក្នុងថ្ងៃនេះគឺនាងខ្ញុំមានរយៈពេលខ្លីត្រឹមតែរយៈពេល20នាទីទេសង្ឃឹមថាការចែករំលែករបស់នាងខ្ញុំនៅថ្ងៃនេះនឹងជាជំនួយក្នុងការជួយដល់លោកគ្រូអ្នកគ្រូជាទីស្រឡាញ់ទាំងអស់ហើយនឹងមេដាបេដាសិស្សដែលមានបំណងប្រាថ្នាចង់បង្រៀនកូនដោយខ្លួនឯងចាប្រធានបទថ្ងៃនេះក៏សូមអរគុណចំពោះមេដាបេដាសិស្សមួយចំនួនដែលបានខមមិនមកជាច្រើននៅក្នុងប្រអប់សារដើម្បីថាលោកស្រីកណិកាសូមជួយបកស្រាយនៅប្រធានបទមួយតើធ្វើម៉េចចាដើម្បីឲ្យកូនសិស្សហ្នឹងគឺគ្រូបង្រៀនបានល្អចាហើយខ្ញុំក៏អាចមានពេលស្ដាប់វីដេអូរបស់អ្នកគ្រូយកទៅបង្រៀនកូនដោយខ្លួនឯងផងដែរចាអញ្ចឹងប្រធានបទថ្ងៃនេះគឺទូទៅតែម្ដងមានអត្ថប្រយោជន៍ទាំងគ្រូបង្រៀនមានអត្ថប្រយោជន៍ទាំងមេដាបេដាសិស្សដែលគាត់មានបំណងចង់បង្រៀនខ្លួនឯងចាជាច្រើនខែកន្លងមកហើយដែលនាងខ្ញុំបាន live តាមការសន្យារបស់មេដាបេដាសិស្សហើយថ្ងៃនេះក៏មានទឹកចិត្តសោមនស្សរីករាយជាពន់ពេកក្នុងការចែករំលែកនៅប្រធានបទនេះដែលជាប្រធានបទមួយតាមរយៈឆ្លងការបទពិសោធន៍20ឆ្នាំជាងក្នុងការបង្រៀនចានៅក្រសួងអប់រំហើយបូកផ្សំជាមួយនឹងតាមស្រាវជ្រាវឯកសារជាច្រើនគឺនាងខ្ញុំបានលើកប្រធានបទមួយចំណងជើងថាតើអ្វីជាចិត្តវិទ្យានិងចិត្តសាស្ត្រដើម្បីបង្រៀនសិស្សបានល្អចាអញ្ចឹងធម្មតាទេគ្រូបង្រៀនល្អគឺគាត់តែងតែប្រាថ្នាស្រាវជ្រាវបន្ថែមមានចំណេះដឹងដើម្បីយកបទពិសោធន៍ថ្មីក្នុងការយកទៅបង្រៀនផងដែរចាអញ្ចឹងសម្រាប់នៅថ្ងៃនេះគឺអ្នកគ្រូមានចំនួនតែ7ចំណុចធំដែលជាអាថ៌កំបាំងមួយចាអញ្ចឹងសម្រាប់ដើម្បីយើងមានចិត្តសាស្ត្រនិងវិធីសាស្ត្រនិងចិត្តវិទ្យាសម្រាប់បង្រៀនសិស្សឲ្យបានល្អតើតែលោកគ្រូអ្នកគ្រូនឹងសួរខ្លួនឯងជាមុនសិននៅចំណុចទី1សួរថាតើលោកគ្រូអ្នកគ្រូសប្តាហ៍ថ្ងៃស្រឡាញ់ការងារជាគ្រូបង្រៀនហើយឬនៅបើសិនបើលោកគ្រូអ្នកគ្រូទាំងអស់ចាជំរាបសួរលោកគ្រូអ្នកគ្រូជាទីស្រឡាញ់ទាំងអស់ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដាបេដាសិស្សនិងអាណាព្យាបាលសិស្សដែលតែងតែជឿជាក់និងចេះរើសយកគុណភាពស្ថាប័ន JC56 ជាពិសេសក៏អរគុណដល់បុគ្គលិក JC56 ដែលខិតខំប្រឹងប្រែងធ្វើការបានល្អដើម្បីពង្រឹងគុណភាពស្ថាប័ន JC56 ចាជួយប្រទេសជាតិមានការរីកចម្រើនតាមរយៈវិស័យអប់រំផងដែរអញ្ចឹងគឺថ្ងៃនេះអ្នកគ្រូជាស្ថាបនិកចា JC56 ផ្ទាល់មានទឹកចិត្តសោមនស្សរីករាយក្នុងការចែករំលែកនៅប្រធានបទមួយនេះគឺមានលោកគ្រូអ្នកគ្រូមួយចំនួនហើយនឹងមេដាបេដាសិស្សហ្នឹងសួរជាច្រើនខែមកហើយតែអត់ទាន់មានពេល live ណាចាអញ្ចឹងថ្ងៃនេះសង្ឃឹមថាប្រធានបទនេះលោកគ្រូអ្នកគ្រូនឹងចែករំលែកបានច្រើនចំពោះលោកគ្រូអ្នកគ្រូណាមួយចំនួនដែលគាត់កំពុងតែស្វែងរកចំណេះដឹងទាក់ទងនឹងគុណភាពនៃការអប់រំនិងធ្វើម៉េចដើម្បីបង្កើននៅក្នុងវិធីសាស្ត្រជួយឲ្យការសិក្សាកូនរបស់មេដាបេដាសិស្សឬក៏ក្នុងនាមជាមេដាបេដាសិស្សហ្នឹងអាចយកទៅបង្រៀនកូនខ្លួនឯងដើម្បីទទួលបានគុណភាពដូចគ្នាផងដែរចាអញ្ចឹងកុំឲ្យខាត់ពេលយូរគឺថ្ងៃនេះមានរយៈពេលត្រឹមតែយូរបំផុតគឺ20នាទីចាលឿនបំផុតគឺ15នាទីហើយมันបាននិយាយលេងជាមួយនឹងមិត្តភ័ក្តិបងប្អូននិងលោកគ្រូអ្នកគ្រូនិងមេដាបេដាសិស្សទាំងអស់ទេដោយសារតែពេលវេលាវាខ្លីចាអញ្ចឹងសម្រាប់ប្រធានបទដែលអ្វីជាចិត្តវិទ្យានិងចិត្តសាស្ត្របង្រៀនសិស្សបានល្អនេះគឺលោកគ្រូអ្នកគ្រូមួយចំនួនតែងតែប្រាថ្នាចង់បានព្រោះគាត់តែងតែចង់បានគ្រូបង្រៀនល្អចាខ្លាចជាគ្រូបង្រៀនល្អពេលដែលយើងបង្រៀនល្អសិស្សនឹងចូលចិត្តចាធ្វើម៉េចដើម្បីសិស្សចូលចិត្តតើតែក្នុងនាមយើងជាលោកគ្រូអ្នកគ្រូនឹងសួរសំណួរទី1ទៅខ្លួនឯងសិនចាសំណួរទី1តើលោកគ្រូអ្នកគ្រូស្រឡាញ់មុខរបរបង្រៀនហើយឬនៅស្រឡាញ់ជាមុខវិជ្ជាជីវៈដែលជាគ្រូបង្រៀននឹងច្បាស់អត់ចាបើសិនបើការងារហ្នឹងគឺជាការងារដែលស្រឡាញ់គឺយើងនឹងធ្វើដោយក្តីស្រឡាញ់ចាគឺតែងតែធ្វើម៉េចយកចិត្តទុកដាក់ប្រឹងប្រែងដើម្បីជួយសង្គមខ្មែរជាពិសេសគឺជាកុមារដែលជាទំពាំងស្រង់ឫស្សីគឺឆ្លងកាត់ជាគ្រូចាគ្រូគឺជាគំរូដែលមិនអាចខ្វះបានហើយសម្រាប់សិស្ស
ក៏ត្រូវការគ្រូព្រោះគ្រប់បញ្ញវន្តទាំងអស់តម្រាំនឹងខ្លាយជាបញ្ញវន្តតម្រាំនឹងខ្លាយជាការងារមួយហ្នឹងគឺគាត់ឆ្លងកាត់ពីគ្រូទាំងអស់ហ្នឹងដែរចាអញ្ចឹងនាងខ្ញុំសូមចែករំលែកណែនាំឈ្មោះនាងខ្ញុំឈ្មោះផិនចនាសប្តាហ៍ថ្ងៃគឺជាស្ថាបនិករបស់ JC56 ដែលមានទទួលបង្រៀនដល់ផ្ទះទូទាំងប្រទេសកម្ពុជានិងរាជធានីភ្នំពេញ25ខេត្តក្រុងផងដែរបើសិនបើមេដាបេដាសិស្សឬក៏លោកគ្រូអ្នកគ្រូមួយចំនួនស្រឡាញ់ពេញចិត្តនៅប្រធានបទនេះសូមជួយ share ឲ្យបានច្រើនជាពិសេសអាច comment ប្រធានបទនៅខាងក្រោមពេលការ live វីដេអូរបស់អ្នកគ្រូចាប់ពេលដែលអ្នកគ្រូឃើញប្រធានបទណាដែលលោកគ្រូអ្នកគ្រូឬក៏មេដាបេដាសិស្សចង់បានអ្នកគ្រូនឹង live នៅក្នុង page មួយទៀតនៅថ្ងៃស្អែកគឺជា page បង្រៀនតាមផ្ទះទូទាំងរាជធានីភ្នំពេញនៅក្នុងសំណួរចម្លើយដែលមេដាបេដាសិស្សកំពុងតែសួរអញ្ចឹងថ្ងៃនេះគឺជាអត្ថប្រយោជន៍សម្រាប់លោកគ្រូអ្នកគ្រូទាំងអស់ដែលជាគ្រូបង្រៀនចាអញ្ចឹងប្រធានបទថ្ងៃនេះគឺគ្រាន់តែជាការចែករំលែកមួយនៅតាមបទពិសោធន៍និងឯកសារជាច្រើនដែលនាងខ្ញុំមានបទពិសោធន៍ជាង20ឆ្នាំក្នុងការបង្រៀនជាជំនួយមួយដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាផងដែរចាអញ្ចឹងដើម្បីខ្លាយជាគ្រូបង្រៀនល្អគឺតែពេលយើងបង្រៀនល្អគឺសិស្សស្រឡាញ់តែសិស្សស្រឡាញ់គឺសិស្សចូលចិត្តរៀនទទួលបានលទ្ធផលល្អក៏វាជាអ្វីមួយដែលលោកគ្រូអ្នកគ្រូបំណងប្រាថ្នាគ្រប់រូបណាចាអញ្ចឹងចំណុចទី1នេះគឺអ្នកគ្រូបានបកស្រាយមិញហើយគឺលោកគ្រូអ្នកគ្រូទៅសួរខ្លួនឯងថាតើការងារជាគ្រូបង្រៀនហ្នឹងតើលោកគ្រូអ្នកគ្រូស្រឡាញ់ហើយឬនៅចាបើសិនជាស្រឡាញ់ហើយមានន័យថាលោកគ្រូអ្នកគ្រូនឹងចានឹងមានឆន្ទៈនឹងគោលការណ៍ច្បាស់លាស់នៅពេលដែលយើងមានបំណងមានផែនការមួយតើចង់ឲ្យសិស្សនឹងចេះអីនៅបញ្ចប់ការសិក្សាបញ្ចប់មេរៀនយើងនឹងតើគាត់ទទួលយកបានអីគាត់ទទួលបានចំណេះដឹងអីប្រមាណភាគរយនៅមេរៀនចាស់ប្រមាណភាគរយនៃមេរៀនថ្មីប្រមាណភាគរយចានៃការទំនាក់ទំនងមេរៀនអញ្ចឹងការពីដើមមកប្រធានបទជាច្រើនដែលនាងខ្ញុំបង្រៀនអំពីចិត្តសាស្ត្រនិងគរុកោសល្យ7យ៉ាងសម្រាប់ឲ្យសិស្សចូលចិត្តរៀនហ្នឹងគឺមានហើយនឹងសម្រាប់លក្ខណៈសម្បត្តិគ្រូល្អ7យ៉ាងនោះក៏មានដែរហើយសម្រាប់ឲ្យសិស្សចាខ្សោយខ្លាយជាសិស្សបកាយនោះក៏មានដែរធ្វើម៉េចដើម្បីខ្លាយជាសិស្សបកាយគណិតវិទ្យានោះក៏មានដែរធ្វើម៉េចដើម្បីខ្លាយជាសិស្សបកាយភាសាខ្មែរក៏មានដូចគ្នាអញ្ចឹងប្រធានបទជាច្រើនគឺនាងខ្ញុំបាន live ជាច្រើនប៉ះសិនបើមេដាបេដាសិស្សឬក៏លោកគ្រូអ្នកគ្រូចង់មើលប្រធានបទមុនអាចទៅមើលវីដេអូចាស់បានប៉ុន្តែទៅថ្ងៃនេះគឺធ្វើម៉េចដើម្បីខ្លាយជាគ្រូបង្រៀនល្អដោយមានចិត្តសាស្ត្រនិងចិត្តវិទ្យាបង្រៀនសិស្សចាអញ្ចឹងចំណុចទី1គឺមានន័យថាយើងប្រកាសខ្លួនឯងហើយនៅថាយើងឆ្លាញ់មុខរបរជាអាជីពគ្រូបង្រៀនចាចំណុចទី2គឺយើងមានឆន្ទៈនិងបំណងច្បាស់លាស់ដើម្បីគោលការណ៍ច្បាស់លាស់ថាតើធ្វើម៉េចដើម្បីឲ្យសិស្សឆាប់ទទួលបាននៅមេរៀនថ្មីដែលគាត់ទទួលបានហ្នឹងដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនចាអញ្ចឹងចំណុចទី3គឺគ្រូត្រូវតែស្រាវជ្រាវបន្ថែមចាការស្រាវជ្រាវបន្ថែមនេះគឺដើម្បីឲ្យមានចំណេះដឹងទូលំទូលាយចាស្វែងយល់តើសិស្សចង់បានអីតើយើងចង់បានផ្ដល់អីទៅឲ្យកាន់តសិស្សានុសិស្សយើងឲ្យគាត់ឆាប់ចេះងាយយល់មានសម្ភារៈឧបទេសអីខ្លះចាមានចំណង់ចំណូលចិត្តអីដែលគាត់ចង់រៀនជួនកាលយើងអាចលើកឧទាហរណ៍យើងអាចមានការប្រៀបធៀបយើងអាចលើកជាសម្ភារៈឧបទេសដូចជារូបភាពឬមួយក៏មានជាការចម្រៀងឬក៏ជាការលេងជាមួយនឹងគាត់អញ្ចឹងនៅពេលដែលយើងមានស្រាវជ្រាវបន្ថែមតាក់ទងនឹងគរុកោសល្យនិងចិត្តវិទ្យារៀនគឺធ្វើឲ្យលោកគ្រូអ្នកគ្រូនឹងមានចំណេះដឹងគ្រប់គ្រាន់ក្នុងការបង្ហាត់បង្ហាញគាត់នៅពេលដែលយើងមានតិចនិចក្នុងការបង្រៀនគាត់មានការបង្ហាត់បង្ហាញគាត់បានខ្លាំងធ្វើឲ្យគាត់នឹងចូលចិត្តគ្រូឲ្យតែដល់មកគឺគាត់ចង់រៀនហើយចាអញ្ចឹងចំណុចទី3គឺសុចរិតភាពនិងវិជ្ជាជីវៈដែលឆ្លុះបញ្ចាំងទៅលើកុមារអញ្ចឹងមានន័យថានៅក្នុងនាមយើងជាគ្រូបង្រៀនពេលដែលយើងបង្រៀនសូមបង្រៀនឲ្យច្បាស់អ្វីដែលមិនច្បាស់សូមកុំបង្រៀនគាត់ព្រោះគាត់នៅក្មេងនៅតូចដូចជាกระดาษសមួយផ្ទាំងដែលដាក់ទៅប្រឡាក់ហើយពេលដែលយើងដោះខាត់មកវិញក៏វាអត់ស្អាតដូចដើមដែរអញ្ចឹងមានន័យថានៅពេលដែលលោកគ្រូអ្នកគ្រូត្រៀមនឹងបំរុងកិច្ចតែងការទៅបង្រៀនសិស្សលោកគ្រូអ្នកគ្រូអាចដឹងថាតើសិស្សដែលគាត់មានបញ្ញាអន់យើងត្រូវរបៀនបរៀនគាត់របៀបម៉េចតើសិស្សដែលមានសុខភាពមិនល្អត្រូវបរៀនរបៀបម៉េចតើសិស្សដែលគាត់រៀនឲ្យអាសាភ្លេចត្រូវបង្រៀនគាត់របៀបម៉េចគឺប្រធានបទមុនហ្នឹងគឺអ្នកគ្រូមានហើយអញ្ចឹងសូមលោកគ្រូអ្នកគ្រូអាចទៅមើលនៅវីដេអូចាស់បានណាចាអ្វីដែលសំខាន់នោះគឺចំណុចទី3គឺការអត់ធ្មត់
ចាសំខាន់សិស្សនៅពេលដែលរៀនគឺមានច្រើនប្រភេទជួនកាលសិស្សខ្លះមានចរិតរឹងរូសសិស្សខ្លះមិនស្ដាប់បង្គាប់សិស្សខ្លះដែលគាត់ជា autism ចាដែលគាត់ចូលចិត្តលេងច្រើនចាសិស្សមួយប្រភេទទៀតគឺជាសិស្សដែលគាត់មានជំងឺកាយជាប្រចាំគាត់រៀនតែអាសាផ្លេចអញ្ចឹងក្នុងនាមយើងជាគ្រូបង្រៀនយើងត្រូវមានការភាពអត់ធ្មត់តស៊ូចាសម្រាប់ធ្វើម៉េចដាក់លំហាត់ច្រើនឬក៏តិចអាស្រ័យទៅលើសមត្ថភាពដែលគាត់អាចធ្វើបានដើម្បីឲ្យគាត់យល់ជាគ្រឹះសិននៅពេលដែលសិស្សយល់នៅពេលដែលសិស្សស្រឡាញ់ការរៀនសូត្រគឺគ្រូបង្រៀនល្អហើយតែគ្រូបង្រៀនល្អគឺដោយសារតែចិត្តវិទ្យានិងចិត្តសាស្ត្រយើងហ្នឹងស្វែងយល់ពីសិស្សថាតើសិស្សហ្នឹងគាត់ចង់បានអីផងដែរចាចំណុចបន្ទាប់គឺការណែនាំសម្រាប់យើងជាគ្រូបង្រៀនគឺយើងត្រូវការមានការណែនាំតាមរយៈបទពិសោធន៍តាមរយៈឧទាហរណ៍ជាក់ស្ដែងនៅពេលដែលគាត់ខុសអីមួយគាត់ខ្វះខាតអីមួយយើងដឹកនាំផ្លូវគាត់យើងទៅបំពេញចំណុចខ្វះខាតរបស់គាត់អញ្ចឹងឧទាហរណ៍ថាសិស្សគាត់មានសមត្ថភាពក្នុងការចងចាំមេរៀនប៉ុន្តែបំណិនជីវិតគាត់គឺមិនសូវប្រកែអញ្ចឹងយើងអាចបង្រៀនអំពីតកតងនឹងសុជីវធម៌ទាំងសិលធម៌ទាំងអប់រំទាំងរដ្ឋបាលថ្នាក់រៀនទាំងការនិយាយសំណេះសំណាលទាំងរំលឹកមេរៀនទាំងការដើរតាមកិច្ចទាំងការនៅជំហានទាំង5របស់យើងហ្នឹងនឹងអ្វីដែលយើងតែងតែផ្លាស់ប្ដូរនៅបច្ចេកវិទ្យាថ្មីសម្រាប់ផ្លាស់ប្ដូរបរិយាកាសហ្នឹងគឺអមដោយជួនកាលចម្រៀងជួនកាលនិទានរឿងជួនកាលលើកទឹកចិត្តផាត់ពណ៌ជួនកាលជាគំនូរទោះបីសិស្សក្នុងប្រភេទជាសិស្សមត្តេយ្យសិស្សបឋមសិស្សមធ្យមសិក្សាក៏ដោយក៏គាត់នៅតែជាកុមារដែរព្រោះនិយមន័យកុមារគឺជាក្មេងដែលអាយុក្រោម17ឆ្នាំចាអញ្ចឹងកុមារគឺគាត់ត្រូវការមានភាពសប្បាយខ្លះអញ្ចឹងនៅក្នុងការរៀនបង្រៀនសិស្សគឺមានការអត់ធ្មត់បត់បែនតាមកលៈទេសៈចំពោះអេរយាប័តនិងការរៀនរបស់សិស្សនីមួយៗណាចាអញ្ចឹងចំណុចបន្ទាប់មកទៀតនោះគឺមានទំនួលខុសត្រូវលើមុខវិជ្ជាជីវៈរបស់ខ្លួននៅពេលដែលលោកគ្រូអ្នកគ្រូដឹងថាកាតព្វកិច្ចរបស់ខ្លួនត្រូវធ្វើយ៉ាងម៉េចដើម្បីជួយសង្គមឲ្យមានការរីកចម្រើនគឺត្រូវការចាគឺត្រូវការធ្វើម៉េចឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនដើម្បីជួយឲ្យសិស្សក្នុង1ម៉ោងសិក្សាកម្មវិធី1ម៉ោងសិក្សាតាមពិតក្នុងខ្លឹមសារមេរៀនគឺរៀនរយៈពេលតែ30នាទីទៅ35នាទីទេចាគឺរយៈពេល15នាទីទៀត20នាទីទៀតហ្នឹងគឺជារយៈពេលក្នុងការសំណេះសំណាលសិស្សដែលតកតូននឹងកិច្ចតែងការដើរតាមជំហានទាំង5ហ្នឹងក៏អ្នកគ្រូបានបង្រៀនវគ្គវីដេអូមុនដែរគ្រាន់តែអ្នកគ្រូចង់បញ្ជាក់ថានៅពេលដែលលោកគ្រូអ្នកគ្រូមានទំនួលខុសត្រូវទៅលើកាតព្វកិច្ចដែលខ្លួនបង្រៀនគឺតែងតែគ្រប់ពេលវេលាចាគឺតែងតែមានគម្រោងច្បាស់លាស់ក្នុងការបង្រៀនមេរៀននិងមានការដាក់ជាហ្គេមនៃល្បែងសិក្សាមួយដើម្បីតាក់ទងឲ្យគាត់ចូលចិត្តរៀនផងដែរចាហើយចំណុចមួយទៀតនោះគឺជាចំណុចជំនាញទំនាក់ទំនងក្នុងការស្ដាប់អញ្ចឹងលោកគ្រូអ្នកគ្រូដែលជាគ្រូបង្រៀនឆ្នើមគឺជាគ្រូបង្រៀនដែលមានចិត្តសាស្ត្រខ្ពស់ដែលមានគរុកោសល្យវិជ្ជាក្នុងការជួយឲ្យសិស្សចូលចិត្តសិក្សានោះគឺត្រូវមានទំនាក់ទំនងក្នុងការស្ដាប់ព្រោះនៅពេលដែលលោកគ្រូអ្នកគ្រូមានទំនាក់ទំនងក្នុងការស្ដាប់គឺយើងអាចស្ទាត់ជំនាញជាមួយនឹងគាត់តើគាត់ចង់បានអីគាត់ចង់ដឹងអីគាត់នៅខ្វះអីដើម្បីយើងបំពេញបន្ថែមគាត់យើងស្ដាប់គ្នាទៅវិញទៅមកនៅពេលដែលយើងមានទំនាក់ទំនងជាមួយនឹងសិស្សល្អចាចូលទៅកាន់តែគិតគាត់ធ្វើឲ្យគាត់មានភាពកក់ក្ដៅនៅពេលដែលគាត់មានភាពកក់ក្ដៅចាគាត់អាចបញ្ចេញនៅចំណុចខ្វះខាតរបស់គាត់ដែលគាត់ចង់សួរគាត់ក្លាហានគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកគ្រូអ្នកគ្រូចំពោះសិស្សភាគច្រើននៅពេលដែលលោកគ្រូអ្នកគ្រូមានទំនាក់ទំនងល្អជាមួយគាត់ស្ដាប់គាត់ស្វែងយល់ពីគាត់តើគាត់ចង់ដឹងអីគាត់ចង់ចេះអីគាត់ឆ្ងល់អីគាត់នៅមានលំបាកកន្លែងណាគាត់មានបញ្ហាអីនៅក្នុងថ្នាក់រៀនជាមួយនឹងមិត្តភ័ក្តិគាត់មានអីដែលជាក្តីសុបិនរបស់គាត់ចង់បានឬក៏គាត់ចង់បានអីពីយើងអញ្ចឹងលោកគ្រូអ្នកគ្រូមានចំណេះដឹងគ្រប់គ្រាន់លោកគ្រូអ្នកគ្រូច្បាស់អំពីចិត្តសាស្ត្រក្នុងការបង្រៀនក្មេងអាចបំពេញតម្រូវការដែរគាត់ចង់បានពេលហ្នឹងហើយគឺគាត់ស្រឡាញ់យើងបាត់មុខយើងអត់បានទេជួនកាលរៀនហើយនឹកចាថ្ងៃសៅរ៍អាទិត្យអីជួនកាលឧទាហរណ៍ថាយើងរៀនគាត់ចាំសុកអីសៅរ៍អាទិត្យអត់បានជួបគាត់ទេគាត់នៅតែប្រាថ្នាចង់ជួបគ្រូបង្រៀនហើយពេលដែលយើងមកដល់គាត់ត្រូវមុជទឹកស្អាតបាតត្រូវចាំយើងដោយសារតែក្តីស្រឡាញ់ចានៅពេលដែលយើងមានទំនាក់ទំនងល្អជាមួយគាត់ជាអ្នកដែលជំនាញ soft skill ចាមួយទៀតគឺ soft skill គឺជំនាញទន់អញ្ចឹងលោកគ្រូអ្នកគ្រូមួយចំនួនមិនមែន slow ពេកដែលធ្វើឲ្យសិស្សអត់ចេះគឺយើងមានភាពទន់ភ្លន់តែមើងម៉ាត់មានន័យថានៅពេលដែលយើងបង្រៀនគាត់ចាយើងបត់គាត់តាមនៅក្នុងបច្ចេកទេសយើងបង្រៀនគឺមានន័យថាព្យាយាមស្រប
ស្របនឹងចិត្តគាត់ដំបងសិនថាតើគាត់ជាកុមារប្រភេទណាដើម្បីឲ្យបានដឹងតើគាត់មានអេរយាប័តយ៉ាងណាគឺយើងត្រូវមានទំនាក់ទំនងជាមួយនឹងមេដាបេដាសិស្សចាភាគច្រើនមេដាបេដាសិស្សគឺគាត់ដឹងពីកូនរបស់គាត់ព្រោះគាត់ជាអ្នកបង្កើតកូនគាត់មកចាអញ្ចឹងគាត់ដឹងថាកូនគាត់នឹងជាប្រភេទក្មេងរឹងរូសឬក៏កូនគាត់នឹងគឺជាប្រភេទក្មេងដែលបញ្ញាអន់ឬក៏ក្មេងដែលគាត់កើតមកគឺគាត់អាសាផ្លេចគាត់មានជំងឺចាំជាប្រចាំចាសូមអរគុណជំរាបសួរលោកគ្រូអ្នកគ្រូដែលជំរាបសួរអ្នកគ្រូនៅក្នុង comment អញ្ចឹងអ្នកគ្រូសូមសួរត្រឡប់ទៅវិញថាការ live វីដេអូរបស់អ្នកគ្រូនេះឮសំឡេងល្អទេច្បាស់ទេបើសិនបើច្បាស់សូមជួយ comment នៅខាងក្រោមមកថាឮសំឡេងច្បាស់ទី1ទី2តើប្រធានបទតើអ្វីជាចិត្តវិទ្យានិងចិត្តសាស្ត្រដើម្បីបង្រៀនសិស្សឲ្យបានល្អនេះគឺខ្លាយជាគ្រូបង្រៀនល្អតើពេញចិត្តទេប្រធានបទហ្នឹងបើសិនពេញចិត្តសូមជួយឲ្យបេះដូងចាឲ្យប្រសិនបើគិតថាប្រធានបទនេះជាប្រធានបទមួយដែលល្អសម្រាប់ក្នុងការជួយបំពេញបន្ថែមទៅលើលោកគ្រូអ្នកគ្រូមួយចំនួនដែលត្រូវការចំណេះដឹងបន្ថែមបើល្អសូមទទួលយកបើមិនល្អទទួលក្បត់ចោលចាបោះចោលព្រោះសម្រាប់អ្នកគ្រូជាជាអគ្គនាយិកាដែលស្ថាបនិករបស់ JC56 គឺមានបទពិសោធន៍បង្រៀនជិត20ឆ្នាំហើយចាហើយក៏ជាប្រធានបច្ចេកទេសនៅសាលា BT អន្តរជាតិជិត10ឆ្នាំផងដែរអញ្ចឹងជាមួយនឹងការបទពិសោធន៍ជាមួយនឹងសិស្សថ្នាក់មត្តេយ្យថ្នាក់បឋមសិក្សាថ្នាក់មធ្យមសិក្សាគឺអ្នកគ្រូបានលុបផ្ទាល់ជាមួយនឹងពួកគាត់បូកផ្សំជាមួយនឹងការចេញទៅរៀននៅស្រុកក្រៅពីចិត្តវិទ្យានិងគ្រូកសលផ្នែកអប់រំខាងបណ្ឌិតនៅក្នុងប្រទេសសង្ហបុរីផងដែរទៅបានហ៊ានចែករំលែកនៅអ្វីដែលជាបទពិសោធន៍នេះនឹងបូកផ្សំជាមួយនឹងការស្រាវជ្រាវជាច្រើនផងដែរចាអញ្ចឹងបើសិនបើលោកគ្រូអ្នកគ្រូស្រឡាញ់ពេញចិត្តឬច្បាស់ចាសូមអរគុណសម្រាប់ក្នុងការ comment ថាសំឡេងនឹងឮច្បាស់ហើយក៏អរគុណសម្រាប់ការឲ្យបេះដូងនិងអរគុណសម្រាប់លោកគ្រូអ្នកគ្រូបាន share ជាការចែករំលែកមួយជួនកាលមានបេដាសិស្សខ្លះពីដើមមកគាត់ក៏ជាគ្រូបង្រៀនដែរតែគាត់ជាប់លវរ៉ូស៊ីរអីចឹងទៅគាត់អត់មានពេលបង្រៀនកូនគាត់ជួលចាលោកគ្រូអ្នកគ្រូដែលសេវាកម្មរៀនគួរតាមផ្ទះ JC56 ហ្នឹងទៅបង្រៀនជួនកាលគាត់អាចទំនេរគាត់ចង់ស្ដាប់វីដេអូហ្នឹងយកទៅបង្រៀនខ្លួនឯងក៏បានដែរចាអញ្ចឹងដោយសារអ្នកគ្រូនៅសល់ពេលតែ5នាទីទៀតទេប្រសិនបើលោកគ្រូអ្នកគ្រូដែលកំពុងតែចូលរួមទស្សនានឹងមិត្តភ័ក្តិបងប្អូននិងមេដាបេដាសិស្សចង់បានប្រធានបទអីវគ្គក្រោយសូម comment នៅខាងក្រោមនឹងមកចង់បានអីអ្នកគ្រូនឹងលើកសំណួរចម្លើយហ្នឹងទៅនៅក្នុង page សេវាកម្មរៀនគួរតាមផ្ទះទូទាំងរាជធានីភ្នំពេញនៅថ្ងៃស្អែកមួយថ្ងៃទៀតចាគឺនឹងខ្ញុំឆ្លើយសំណួរមេដាបេដាសិស្សដែលគាត់មាន comment នៅក្នុង page សេវាកម្មរៀនគួរតាមផ្ទះទូទាំងរាជធានីភ្នំពេញណាចាអូខេអរគុណសម្រាប់ការចូលរួម comment ណាអញ្ចឹងឥឡូវនេះអ្នកគ្រូសូមសរុបនៅប្រធានបទនឹងឡើងវិញនឹងចំណុចសំខាន់ដើម្បីងាយស្រួលក្នុងការច្បាស់នៅអ្វីដែលជាចិត្តវិទ្យានិងចិត្តសាស្ត្រដើម្បីបង្រៀនសិស្សបានល្អចាតែពេលដែលបង្រៀនសិស្សបានល្អគឺខ្លាចជាគ្រូបង្រៀនល្អតែខ្លាចជាគ្រូបង្រៀនល្អគឺជាទំពាំងសងឫស្សីមួយដែលជួយសង្គមនិងប្រទេសជាតិឲ្យមានការរីកចម្រើនតាមរយៈដែលយើងជាអ្នកបណ្ដុះបណ្ដាលកុមារហ្នឹងចាអញ្ចឹងគឺចំណុចទី1គឺស្រឡាញ់ការងារចាស្រឡាញ់ការងារជាគ្រូបង្រៀនហ្នឹងដែលជាអាជីពយើងហ្នឹងលោកគ្រូអ្នកគ្រូស្គាល់ច្បាស់ខ្លួនឯងថាពិតជាស្រឡាញ់ការងារហ្នឹងមែនចាអញ្ចឹងបើសិនជាការងារអ្វីក៏ដោយដែលយើងធ្វើដោយក្តីស្រឡាញ់គឺវាចេញពីបេះដូងមកគឺអត់ដឹងថាហត់នឿយទេនឹងខិតខំប្រឹងប្រែងចាចំណុចទី1ជ្រើសរើសការងារដែលខ្លួនស្រឡាញ់ពិតប្រាកដចាចំណុចទី2គឺជំនាញទំនាក់ទំនងក្នុងការស្ដាប់រវាងសិស្សហើយនឹងគ្រូទៅវិញទៅមកដើម្បីទំនួលភាពជិតស្និទ្ធជាមួយនឹងសិស្សចង់ដឹងថាគាត់ចង់បានអីគាត់មានផលលំបាកអីគាត់នឹងព្យាយាមប្រាប់មកយើងវិញនៅពេលដែលយើងមានភាពកក់ក្ដៅផ្ដល់ឲ្យគាត់ចាគាត់នឹងស្រឡាញ់លោកគ្រូអ្នកគ្រូហើយគាត់នឹងប្រាប់ពីផលលំបាកគាត់យើងនឹងអាចបង្រៀននៅអ្វីដែលគាត់មិនទាន់បានយល់ធ្វើឲ្យគាត់ក្លាហានគាត់ហ៊ានសួរគាត់ចូលចិត្តរៀនអញ្ចឹងធ្វើឲ្យបដិស្មារតីរបស់គាត់ហ្នឹងគឺពេលដែលគាត់ត្រឡប់ទៅសាលាឬក៏នៅផ្ទះអីគាត់មានភាពក្លាហានជាងមុនមានវាងវៃជាងមុនចាហើយចំណុចទី3គឺជំនាញបដិបដាមានសមត្ថភាពក្នុងការបំពេញចំណុចខ្វះខាតរបស់សិស្សឧទាហរណ៍ថាយើងព្យាយាមលេងហ្គេមល្បែងសិក្សាជាមួយគាត់ឬក៏យើងដាក់គំនូរឲ្យគាត់ឬក៏យើងនិទានរឿងឲ្យគាត់ឬក៏មានការប្រៀបធៀបឬក៏បំពេញល្បះកថាខណ្ឌអីចឹងហើយគឺយើងជួយ
đập nòm quạt đầm răng từ quạt tai quạt mình chừng này quạt hạt ấy đầm bay ao quạt nắng miền sài gòn một phiệp tràn chiêng dương cha sầm đẹp nơi nông sầm mãi môn sầm mãi này cô chú ai cha cứ cô miền sài gòn một phiệp tràn chiêng sờ bàn tay nơi nông sầm mãi ní cứ dương đầm rải ca ao sờ cha miền sài gòn một phiệp chiêng cô phòng đài nè cha chừng này tiệp buôn cứ trai miền chăn tẹt năng cô cá bà loa sầm đẹp nông cá bằng riến lúc cô này cô trai miền bầm nón bà làm môi thà táo nơi nông cô bầm nón này mê riến nắng ta thôi mấy ai sao che ประมาณភាគរយនៅក្នុងខ្លឹមសារមេរៀនថ្មីនិងរំលឹកមេរៀនចាស់និងកាយកិច្ចការចាស់និងអ្វីដែលគាត់ធ្វើនឹងយើងត្រូវចេះត្រួតពិនិត្យតើក្នុងកម្មវិធី1ម៉ោងសិក្សាហ្នឹងតើយើងបង្ហាត់បង្ហាញទៅតើគាត់ទទួលបានលទ្ធផលអីគេអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវចេះសរុបលទ្ធផលក្នុងការបង្រៀនដែលជាជំហានទី5នៃដាច់កិច្ចការផ្ទះហើយនឹងបណ្ដាំផ្ញើហ្នឹងចាហើយចំណុចមួយទៀតគឺទំនួលខុសត្រូវលើមុខវិជ្ជាជីវៈដែលយើងបង្រៀនចាភាគច្រើនគឺលោកគ្រូអ្នកគ្រូខ្លះគាត់ជំនាញមត្តេយ្យហើយគាត់ក៏អាចបង្រៀនបឋមសិក្សាបានដែរចំណែកឯគ្រូបង្រៀនអនុវិទ្យាល័យខ្លះគាត់ក៏មានទេពកោសល្យក្នុងការបង្រៀនបឋមដូចគ្នាអញ្ចឹងឲ្យតែមានក្តីស្រឡាញ់ជាមួយនឹងការងារ professional ជាអាជីពរបស់ខ្លួនចាភាគច្រើនគឺលោកគ្រូអ្នកគ្រូអាចបង្រៀនបានសិស្សគ្រប់កម្រិតទាំងអស់តែម្ដងណាចាហើយចំណុចបន្តមកទៀតគឺការណែនាំចាការណែនាំនោះដូចអ្នកគ្រូជំរាបអញ្ចឹងថាយើងត្រូវមានបទពិសោធន៍និងសមត្ថភាពក្នុងការចែករំលែកនៅបទពិសោធន៍ចាធម្មតាសិស្សជួនកាលគាត់ចង់ដឹងគាត់ចង់ឮនៅពេលដែលយើងរៀនយើងមិនត្រឹមតែរៀនមេរៀនទេគឺយើងបង្រៀនបំណិនជីវិតឲ្យគាត់ស្គាល់ក្នុងសង្គមគ្រួសារឲ្យមានសុជីវធម៌ល្អចាឲ្យគាត់ចេះស្រឡាញ់មិត្តភ័ក្តិនៅក្នុងថ្នាក់រៀនឲ្យគាត់ចេះស្រឡាញ់បងប្អូនជួយការងារផ្ទះចាអញ្ចឹងគឺយើងបង្ហាត់បង្ហាញនៅសកម្មភាពខាងក្រៅផងដែរដើម្បីឲ្យមានទំនាក់ទំនងជួយបញ្ជ្រាបនៅបំពេញតម្រូវការដែលសង្គមយើងបច្ចុប្បន្នរាល់ថ្ងៃនេះគឺភាគច្រើនសិស្សកំពុងតែមានបញ្ហាញៀនទូរស័ព្ទចាប្រើទូរស័ព្ទទំនើបអញ្ចឹងទៅជួនកាលផ្លេចការសិក្សាជួនកាលទៅចង្អេងចង្អាងជាមួយមេដាបេដាសិស្សអញ្ចឹងក្នុងនាមយើងជាគ្រូនឹងយើងទៅចាអប់រំគាត់ផងដែរចាហើយអ្វីដែលជាចំណុចពីចុងក្រោយនេះគឺ soft skill ដែលអ្នកគ្រូនិយាយថាជាជំនាញទន់មួយដែលបង្កើតផ្នត់គំនិតគាត់ឲ្យមានការគិតវិជ្ជមាននិងគិតអ្វីដែលល្អនិងមានក្តីសុបិនទៅថ្ងៃអនាគតហើយអ្វីដែលសំខាន់នោះគឺចាយើងមើលម៉ាត់ជាមួយនឹងគាត់មានវិន័យច្បាស់លាស់ដាក់ប័ណ្ណវិជ្ជាឲ្យគាត់តើគាត់ធ្វើបានល្អយើងត្រូវមានអីលើកទឹកចិត្តគាត់ហើយបញ្យល់ពីសារៈប្រយោជន៍នៃការដែលគាត់ធ្វើកិច្ចការបានល្អតើគាត់ខ្លាចជាក្មេងអីអនាគតទៅគាត់ទៅជាយ៉ាងណានៅពេលដែលយើងបង្ហាញពីអនាគតរបស់គាត់កូនសិស្សគាត់នឹងចូលចិត្តរៀនហើយគាត់នឹងមានភាពកក់ក្ដៅជាមួយយើងគាត់នឹងប្រាប់អំពីគោលបំណងទៅថ្ងៃអនាគតរបស់គាត់ពេលហ្នឹងយើងងាយស្រួលក្នុងការបង្រៀនគាត់នៅពេលដែលគាត់ខ្ជិលរៀនសូត្រមួយឬក៏គាត់ផ្លេចអីមួយយើងអាចរំលឹកនៅក្តីសុបិនរបស់គាត់នឹងប្រឹងឡើងវិញណាចាចំណុចចុងក្រោយគឺលោកគ្រូអ្នកគ្រូចាំបាច់ត្រូវការស្រាវជ្រាវបន្ថែមដើម្បីឲ្យចំណេះដឹងទូលំទូលាយនៅពេលដែលលោកគ្រូអ្នកគ្រូមានចំណេះដឹងទាំងមត្តេយ្យចំណេះដឹងទាំងបឋមចំណេះដឹងទាំងអនុវិទ្យាល័យស្រាវជ្រាវតាមឯកសារផ្សេងគ្រូកសាលចិត្តវិទ្យាចាតាមរយៈលោកគ្រូអ្នកគ្រូមួយចំនួនដែលគាត់បាន live ដូចជានៅក្នុង page បានគ្រូ live វីដេអូជាច្រើនចំពោះចិត្តសាស្ត្រនិងគ្រូកសាលចា7យ៉ាងដែលយើងត្រូវបរៀននេះគឺមានអស់ហើយគ្រាន់តែលោកគ្រូអ្នកគ្រូបំពេញបន្ថែមទៅចាហើយចំណុចចុងក្រោយគឺសុចរិតភាពចាលោកគ្រូអ្នកគ្រូត្រូវមានភាពស្មោះត្រង់ចាលះបង់ទាំងពេលវេលាលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តទាំងចំណេះវិជ្ជាដែលមានទាំងប្រមាណទាំងអស់ហ្នឹងគឺផ្ទេរឲ្យសិស្សដើម្បីឲ្យគាត់ទទួលយកបាននៅចំណេះដែលយើងចង់បានហ្នឹងចាអញ្ចឹងសរុបសេចក្តីមកគឺមាន7ចំណុចហ្នឹងគឺចិត្តសាស្ត្រនិងចិត្តវិទ្យាសម្រាប់ក្នុងការបង្រៀនសិស្សឲ្យសិស្សចូលចិត្តហើយនឹងខ្លាចជាគ្រូបង្រៀនល្អមានប៉ុណ្ណឹងអញ្ចឹងអ្នកគ្រូសង្ឃឹមថាប្រធានបទទៅថ្ងៃនេះគឺលោកគ្រូអ្នកគ្រូមួយចំនួនចាក៏បានអញ្ជើញចូលរួមមើលច្រើនក៏បាន share ទៅច្រើនចែករំលែកបានច្រើនហើយនៅថ្ងៃស្អែកអ្នកគ្រូនឹងឆ្លើយសំណួរមេដាបេដាសិស្សដែលគាត់កំពុងតែមានទុក្ខកង្វល់គាត់មានសំណួរសួរថាកូនរបស់គាត់ខ្លាចសាលារៀនគឺថ្នាក់ទី7ហើយអត់ព្រមចូលសាលាទេតើលោកស្រីអគ្គនាយិកាមានដំណោះស្រាយអីដើម្បីជួយទៅកាន់គាត់ចាហើយសំណួរទី2មេដាបេដាសិស្សសួរថាតើធ្វើម៉េចដើម្បីជួយក្មេងកុំឲ្យរឹងរូសចាសំណួរទី3គឺមេដាបេដាសិស្សប្រាប់ថានៅក្នុងសម័យបច្ចុប្បន្ននេះភាគច្រើនគឺកូនមិនសូវ
មានភាពកក់ក្ដៅជាមួយនឹងមេដាបេដាគាត់ស្ដាប់មិត្តភ័ក្តិជាមេដាបេដាសិស្សចាអញ្ចឹងស្អែកអ្នកគ្រូនឹងបកស្រាយនៅក្នុង page សេវាកម្មបរិញ្ញាគួរតាមផ្ទះទូទាំងរាជធានីភ្នំពេញចានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិបងប្អូនជាពិសេសមេដាបេដាសិស្សដែលតែងតែគ្រប់គ្រងសេវាកម្មបរិញ្ញាគួរតាមផ្ទះ JC 56កន្លងមកបើសិនបើរាល់ព័ត៌មានលម្អិតលោកគ្រូអ្នកគ្រូឬក៏មេដាបេដាសិស្សចង់ចាពិភាក្សាឬក៏ចង់ផ្ដល់ជាយោបល់ឬចង់បានជាអីសូមតម្លាក់ខមមិននៅក្នុងនឹងហើយបានមេដាបេដាសិស្សចង់ប្រឹក្សាការសិក្សាអីអាចទំនាក់ទំនងមកលេខ Telegram របស់ស្ថាប័នផ្ទាល់គឺ089 26 53 28ចានាងខ្ញុំសូមថ្លែងអំណរគុណនិងសូមគោរពលា